ទីមួយគឺលោកត្រាំអះអាងថាអ៊ីរ៉ង់បោះបង់ចោលបរមាណូដូរយកសន្តិភាពបាទនេះគឺជាដំណឹងល្អសម្រាប់ពិភពលោកដែរព្រោះអីមួយថ្ងៃវាស់ល្ងាចពីម្សិលមិញនិយាយទៅវាត្រូវបើនៅកម្ពុជាមួយថ្ងៃវាស់ល្ងាចបើនៅស្រុកអាមេរិកនេះគឺវាមកយប់ទៅភ្លឺលើចូលដល់ថ្ងៃថ្មីទៅហើយគឺលោកត្រាំបានជជែកច្រើនតាក់ទងនឹងថាបានជួបចរចាជាមួយនឹងមេដឹកនាំអ៊ីរ៉ង់បងប្អូនរឿងនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរបងប្អូនដឹងហើយថាអាមេរិកក្រោមការដឹកនាំលោកត្រាំនេះគឺប្រើកណ្ដាប់ដៃដែកគឺទីមួយគឺគម្រាមកំហែងវាយប្រហារអ៊ីរ៉ង់ឲ្យទន់ខ្លួនហើយបញ្ចរចាអញ្ចឹងដំបូងគឺដាក់អសានវ៉ាត48ម៉ោងឲ្យអ៊ីរ៉ង់បើកច្រកហូមូសឲ្យកប៉ាល់ដឹកប្រេងចេញឲ្យបានតាមស្រួលបើមិនដូច្នេះទេអាមេរិកនឹងវាយកំទេចខ្ទេចខ្ទីទាំងអស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់មានទាំងរោងចក្រផលិតអគ្គិសនីគ្រប់កន្លែងផ្ដើមពីរោងចក្រធំទៅមុនឮរឿងនេះស្រាប់តែមិនទាន់បានគ្រប់ថ្ងៃស្រួលបួលគ្រប់ម៉ោងស្រួលបួលផងស្រាប់តែលោកត្រាំក៏បានដូរចិត្តបានពន្យាអសានវ៉ាតការកំហិតកំណត់ពេលវេលាវាយប្រហារអ៊ីរ៉ង់ហ្នឹងទៅ5ថ្ងៃវិញអញ្ចឹងមុនដំបូងតែ2ថ្ងៃទេដូរទៅ5ថ្ងៃដោយគិតទៅប្រហែលនេះនៅថ្ងៃស្អែកនេះបានចប់អសានវ៉ាត5ថ្ងៃនឹងទៀតដើម្បីទុកឲ្យអ៊ីរ៉ង់ចរចាព្រោះអីលោកត្រាំអះអាងថាពួកមេដឹកនាំអ៊ីរ៉ង់ចាប់ផ្ដើមចរចាជាមួយអាមេរិកប៉ុន្តែសំណួរសួរទៅវិញថាតើមេដឹកនាំអ៊ីរ៉ង់មួយណាដែលមកចរចាជាមួយអាមេរិកព្រោះអីមកដល់ម៉ោងនេះយើងអត់ដឹងថាមេដឹកនាំអ៊ីរ៉ង់ណាដែលលោកត្រាំថាអះអាងថាបានចរចាបិទតែគាត់ថាបានទូរស័ព្ទមកអាមេរិកមកចរចាអីហ្នឹងតើមេដឹកនាំអ៊ីរ៉ង់មួយណាព្រោះអីក្នុងពេលជាមួយគ្នាហ្នឹងលោកត្រាំបាននិយាយរឿងពីរដែលគួរឲ្យកត់សម្គាល់ទីមួយលោកថាហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់អ៊ីរ៉ង់គឺខ្ទេចខ្ទីរៀបដល់ដីដល់បាតសមុទ្រអស់ហើយព្រោះអីនាវាចម្បាំងអ៊ីរ៉ង់ក៏អាមេរិកបាញ់កំទេចខ្ទេចខ្ទីអស់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ក៏អាមេរិកទម្លាក់គ្រាប់ខ្ទេចខ្ទីអស់បំផ្លាញអស់ស្ទើរគ្មានសល់ហើយនៅសល់តែកញ្ជ្រួចទិញទួចអីនៅបាតដីបាតអីចឹងរូងអីបិទចិត្តអស់ហើយមេដឹកនាំរបស់អ៊ីរ៉ង់គឺសម្លាប់ស្លាប់អស់ហើយគាត់និយាយថាមេដឹកនាំកម្ពុជាថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់អ៊ីរ៉ង់ហ្នឹងគឺសម្លាប់អស់ហើយដូច្នេះតើគាត់ចរចាជាមួយអ្នកណាបើជាមេដឹកនាំអ៊ីរ៉ង់នេះគឺជាការពំតំណោតរបស់លោកត្រាំដែរប៉ុន្តែនៅពេលអ្នកកសែតសួរគាត់ឆ្លើយយ៉ាងខ្លីយ៉ាងចេះទៅវិញថាមានមេដឹកនាំអ៊ីរ៉ង់ដែលគាត់ជាអ្នកដែលអាចធ្វើការជាមួយបានដែលមិនចូលក្នុងក្រុមដូចថាអ្នកដែលទឹមឡើងថ្មីដែលជាកូនរបស់ហាមេនេអាលីហាមេនេអីហ្នឹងទេគឺជាអ្នកដឹកនាំថ្មីដែលគាត់ប្រឡយពាក្យថាជាមនុស្សអាចធ្វើការជាមួយគ្នាបានជាមនុស្សដែលអាចផ្លាស់ប្ដូរកែរបបដឹកនាំរបស់អ៊ីរ៉ង់អីបានអញ្ចឹងទៅដូច្នេះអត់មាននិយាយពីថ្នាក់ដឹកនាំអ៊ីរ៉ង់ទេចំណុចនេះឯងដែលធ្វើឲ្យមានការមន្ទិលថាតើគាត់ចរចាជាមួយនរណាឲ្យប្រកាសអញ្ចឹងសារព័ត៌មានលើពិភពលោកចាប់ផ្ដើមចេះតែស្វែងរកព័ត៌មានទៅក៏ទៅដោយសន្និដ្ឋានថាអាចនិយាយជាមួយប្រធានរដ្ឋសភារបស់អ៊ីរ៉ង់មួយដែលជាមនុស្សល្បីកំពូលមួយដែរអីអញ្ចឹងទៅដូច្នេះព័ត៌មាននេះលោកត្រាំថាលោកអត់ទាន់ប្រាប់ថាមេដឹកនាំអ៊ីរ៉ង់ដែលចរចាជាមួយគាត់ជានរណាដោយសារគាត់ប្រើពាក្យយ៉ាងខ្លីមួយថាខ្លាចគេសម្លាប់គាត់ចោលតែប៉ុណ្្នឹងឯងតែយ៉ាងណាក្តីគឺអ្វីដែលជាសមិទ្ធិឬក៏លទ្ធផលនៃការចរចានោះលោកត្រាំអះអាងថាអ៊ីរ៉ង់ព្រមតាមអាមេរិកច្រើនយ៉ាងណាស់ដែលធ្វើឲ្យអាមេរិកចាប់ផ្ដើមដូរចិត្តលែងវាយប្រហារអ៊ីរ៉ង់ធ្ងន់ធ្ងរដូចលើកមុនតទៅទៀតហើយគឺដោយសារលោកអះអាងថាអ៊ីរ៉ង់ព្រមទទួលតាមសំណើរបស់អាមេរិកថាឈប់ឬក៏បោះបង់ចោលមហិច្ឆតាឬគំនិតដែលចង់រក្សាឬក៏ផលិតអាវុធបរមាណូអីហ្នឹងតទៅទៀតហើយអញ្ចឹងបានន័យថាលែងឲ្យអ៊ីរ៉ង់មានអាវុធបរមាណូហើយដើម្បីដូរយកសន្តិភាពហ្នឹងអានេះគឺជារឿងមួយដែលអ៊ីរ៉ង់ជំទាស់យូរហើយបើសិនជាអ៊ីរ៉ង់ព្រមប្រហែលជាមិនមានសង្គ្រាមនឹងផងទេដូច្នេះស្រាប់តែមកដល់ឥឡូវមានឬក៏មកអាចថាអ៊ីរ៉ង់រងសម្ពាធធ្ងន់ធ្ងរដែលមិនអាចនឹងទទួលយកបានហើយស៊ូឡៃរួចទៅបោះបង់ចោលគំនិតហ្នឹងឬក៏chẳngម៉េចព្រោះអីចរចាកន្លងមកអត់ត្រូវគ្នាដោយសារតែអ៊ីរ៉ង់អត់ព្រមបោះបង់គំនិតរឿងបរិមាណូហ្នឹងឯងតែឥឡូវលោកត្រាំក៏ថាអ៊ីរ៉ង់ព្រមអស់ហើយអត់មានជំរឿសអីទេបើអត់ព្រមក៏ត្រូវតែកំទេចអ៊ីរ៉ង់ចោលអញ្ចឹងទៅគាត់នៅតែនិយាយភាសានឹងដដែលអញ្ចឹងបានន័យថាម៉េចបានន័យថាការចរចានឹងអ៊ីរ៉ង់ព្រមតាមរឿងឈប់ផលិតអាវុធបរមាណូបើសិនជាដូច្នេះមែនគឺជាការដោះស្រាយរឿងបានមួយកលៈ
ព្រោះអីមិនមែនតែរឿងអាវុធបរមាណូតែមួយមុខទេគឺការគ្រប់គ្រងប្រេងកាតនិងការរៀបចំផ្លាស់ប្ដូររបបនេះផងដូច្នេះថាតើរឿងនេះវានឹងមានស៊ីជម្រៅយ៉ាងណាលោកត្រាំអះអាងបន្តទៀតថាគាត់បានបញ្ជូនផែនការ15ចំណុចទៅឲ្យប្រទេសអ៊ីរ៉ង់តាមរយៈអ្នកគេហៅថាអ្នកកដាលនេះអាចមានប៉ាគីស្ថានមានអីគេជួយសម្របសម្រួលអញ្ចឹងបញ្ជូនសាររបស់អាមេរិកដែលស្នើឲ្យអ៊ីរ៉ង់អនុវត្តគោលការណ៍ឬផែនការ15ចំណុចដើម្បីឈប់បាញ់រយៈពេល1ខែសាកល្បងសិនអញ្ចឹងអាមេរិកឲ្យ15ចំណុចហ្នឹងទៅអ៊ីរ៉ង់យកទៅអនុវត្តទៅព្រោះអីព្រមថាបោះបង់ចោលគំនិតឈប់ប្រើប្រាស់ឬណែផលិតអាវុធបរមាណូអីហ្នឹងអាមេរិកថានេះគឺជាតម្រុយល្អមានប្រយោជន៍ច្រើនអញ្ចឹងយកអាហ្នឹងទៅអនុវត្តទៅតើអ៊ីរ៉ង់អនុវត្តយ៉ាងណាតើការចរចានេះយ៉ាងណាតើការជួបប្រស័យគ្នាយ៉ាងណាអានេះគឺជាសំណួរមួយដ៏ធំព្រោះអ្វីៗគឺហាក់បីដូចជាលោកត្រាំតែខ្លួនគាត់ទេដែលជាអ្នកនិយាយឯភាគីខាងអ៊ីរ៉ង់គឺតាមសារព័ត៌មានរបស់អ៊ីរ៉ង់គឺសំទោសនឹងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលទៅដកស្រង់ប្រភពរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលនៅសេសសល់នោះណាគឺគេថាគេអាចបានចរចាអីជាមួយលោកត្រាំផងនេះអានេះគឺជារឿងមួយដែលដែលដូចថាម្នាក់គឺឆ្លើយអះអាងរៀងខ្លួនហើយថ្ងៃនេះគឺយើងឃើញអ្នកនាំពាក្យរបស់យោធាអ៊ីរ៉ង់ចេញវីដេអូមួយពីរូងដីឬក៏ពីកន្លែងណាមួយថតទុកមិនមែនផ្សាយផ្ទាល់ទេព្រោះខ្លាចគេបាញ់ត្រូវទៀតគាត់មកអះអាងថាអ៊ីរ៉ង់អត់មានបានចរចាអីជាមួយអាមេរិកសូម្បីតែបន្តិចគឺអ៊ីរ៉ង់អត់ព្រមចោះចាញ់ទេគឺមិនអនុញ្ញាតឲ្យអាមេរិកធ្វើជាបងធំមកកាងមកអីទេគឺថាអ៊ីរ៉ង់នៅតែបដិញ្ញាកំតិចការពារដែនអធិបតេយ្យរបស់ខ្លួនពីប្រចាំមិត្តអីចឹងទៅប៉ុន្តែមិនដឹងថាគាត់ស្រែកមកពីណាទេព្រោះអីឥឡូវវាអស់អីបាញ់ចេញបាត់ទៅហើយហ្នឹងអានេះគឺខាងអ៊ីរ៉ង់វាអាចលោកអ្នកនាំពាក្យរបស់យោធាអ៊ីរ៉ង់ហ្នឹងអាចនិយាយអញ្ចឹងក៏ថាបានដែរមេដឹកនាំអ៊ីរ៉ង់ដែលជ្រើសថ្មីហ្នឹងអត់បាននិយាយជាមួយលោកត្រាំជាការពិតអីកូនរបស់ហាមេនីមានមកនិយាយជាមួយលោកត្រាំណាព្រោះលោកត្រាំគាត់ថានិយាយជាមួយមនុស្សដែលគាត់អាចនិយាយបានដែលអាចទុកចិត្តតែធ្វើការជាមួយគ្នាបានអត់មានថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ថ្មីនឹងទេគឺគាត់ចង់រើសមនុស្សដែលឲ្យដឹកនាំប្រទេសអ៊ីរ៉ង់សម្រាប់រយៈពេលវែងយូរអង្វែងតែអនាគតទៀតអញ្ចឹងទៅបានជាគាត់ថាគាត់ជួបជាមួយមេដឹកនាំហើយខាងមេដឹកនាំនោះគេថាអត់មានតាក់ទងនឹងគេអញ្ចឹងវាអាចការពិតត្រង់ថាអាចជួបជាមួយថ្នាក់ដឹកនាំមួយចំនួនដែលលោកត្រាំគិតថាជាអ្នកកណ្ដាលណាមួយអញ្ចឹងទៅហើយមេដឹកនាំមែនតែផ្ដាច់ការរបស់អ៊ីរ៉ង់គេថាគេអាចបានទៅចែកយ៉ាងក្រុមគេផ្សេងអញ្ចឹងជាពិសេសក្រុមទាហានបដិវត្តឆ្មាំបដិវត្តរបស់អ៊ីរ៉ង់នឹងតែម្ដងបាទបងប្អូនយើងតាមដានតទៅទៀតព្រោះអីរឿងនេះវានៅស្មុគស្មាញប៉ុន្តែអ្វីដែលជាជោគជ័យរបស់លោកត្រាំគឺអញ្ចេះនៅពេលដែលគាត់និយាយថាអ៊ីរ៉ង់ព្រមតាមអញ្ចឹងទៅធ្វើឲ្យស្ថានភាពធូរខ្សាក់មកបន្តិចធូរខ្សាក់ហ្នឹងត្រង់អីគឺប្រេងកាតប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកចុះតម្លៃក្រោម$100នៅក្នុងមួយធុងភ្លាមគឺចុះប្រហែលជា5ទៅ6%ដែលមុនហ្នឹងគឺ$110អញ្ចឹងណាឥឡូវចុះច្រើនណាចុះក្រោម100នៅពេលដែលចុះក្រោម100នៅលើទីផ្សារពិភពលោកអាមេរិកខ្លួនឯងទម្លាក់តម្លៃប្រេងសម្រាប់ប្រេងឆៅដែលខ្លួនផលិតបានហ្នឹងគឺមួយធុងត្រឹមតែ$87ជាងទេដូច្នេះទាបជាងហ្នឹងអញ្ចឹងធ្វើឲ្យភាគហ៊ុនភាគអីចាប់ផ្ដើមមានភាពដូចថាវិជ្ជមានអីអញ្ចឹងទៅលោកត្រាំគាត់ប្រកែកន្លែងហ្នឹងប្រកែក្លុកដើម្បីឲ្យប្រជាពលរដ្ឋសង្ឃឹមឲ្យថាអ៊ីរ៉ង់មានដំណោះស្រាយអីចឹងទៅធ្វើឲ្យទីផ្សារពិភពលោកប្រេងកាតអីហ្នឹងប្រេងសាំងអីហ្នឹងរៀងដូចជាប្រែប្រួលបន្តិចប៉ុន្តែវាប្រែប្រួលលឿនណាស់បងប្អូនដូចនៅខ្មែរនៅអីយើងអត់អាចនឹងមកទទួលភាគផលអីពីនេះតាន់ទេព្រោះអីការ៉ាស់សាំងការ៉ាស់អីដែលគេទិញសាំងស្តុកអីហ្គាសអីស្តុកអីហ្នឹងមកអត់តាំងពីទិញថ្លៃមកឥឡូវមកលក់ថោកមកលក់អីគេលក់អត់តាន់ទេវាវល់ពេកដល់អញ្ចឹងទៅយូរទៅបិទការ៉ាស់ចោលអស់អញ្ចឹងក៏មានដែរឃើញនឹងបញ្យល់រឿងនឹងបន្តទៀតក៏ប៉ុន្តែឥឡូវនេះនៅលើពិភពលោកអ្វីៗវារៀងដូចជាមានភាពប្រសើរច្រើនដោយសារអ៊ីរ៉ង់អស់ជំរឿសទី1អ៊ីរ៉ង់អស់ជំរឿសអ៊ីរ៉ង់អស់ជំរឿសអ៊ីរ៉ង់អស់មេដឹកនាំធ្ងន់មានអាចភាពដោយសារបណ្ដាញតាក់ទងគ្នារបស់អ៊ីរ៉ង់លែងមានណាបងប្អូនព្រោះមេដឹកនាំថ្មីអត់ហ៊ានងើបមកទេខ្លាចអាមេរិកកំទេចចោលដូច្នេះយកអ្នកណាផ្សេងទៀតទៅវាធ្វើឲ្យមានភាពច្របូកច្របល់ក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ខ្លាំងមែនទែននៅក្នុងពេលនេះតែអាមេរិកក៏បានហេតុផលមួយគឺអ៊ីរ៉ង់ខ្លួនឯងនៅពេលដែលទុនដៃទុនជើងអាមេរិកវាយសន្ធាប់ហើយនៅក្នុងពេលជាមួយហ្នឹងលោកត្រាំបញ្ជូនទ័ពបន្ថែមរហូតម្សិលមិញនេះគឺត្រៀមទ័ពឆាត់យង1000នាក់ទៀត
ទ័ពដែលនៅមជ្ឈិមបូព៌ារបស់អាមេរិកមាន 50,000 នាក់ហើយបងប្អូនគាត់បញ្ជូនទៅប្រហែលថ្ងៃនេះ 4,500 នាក់ទៀតទៅមជ្ឈិមបូព៌ាជាទ័ពថ្មើរជើងឥឡូវថែមទ័ពឆាត់យោងទៅ 1,000 នាក់ទៀតយកទៅធ្វើអីបើគេសួរយកទៅធ្វើអីបើមាន 50,000 នាក់ឯហ្នឹងនេះគឺជាល្បិចនយោបាយនៅក្នុងការដាក់សម្ពាធអ៊ីរ៉ង់ពេលចរចាគាត់ប្រាប់ថាអាមេរិកត្រៀមខ្លួនវាយចូលដល់អ៊ីរ៉ង់ទៀតយកទ័ពថ្មើរជើងឯទៅអាមេរិកថាមិនទាត់ចោលការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់អីចឹងទៅអញ្ចឹងគ្នានោះគាត់តែលឺនឹងចេះតែភ័យព្រួយអញ្ចឹងទៀតទៅអញ្ចឹងការចរចាវាអាចលំអៀងត្រូវតែតាមអាមេរិកគ្រប់រឿងនេះអញ្ចឹងទៅឥឡូវផែនការ15ចំណុចហ្នឹងយើងចាំមើលតទៅទៀតតើមានអីគេខ្លះតាមពិតអាមេរិកលោកដូណាល់ត្រាំថាអ៊ីរ៉ង់បានឲ្យកដោអាមេរិកមួយយ៉ាងធំកដោអីគេទៅបងប្អូនអត់ប្រាប់ទៀតកដោយ៉ាងធំនឹងផ្ញើមកដល់អាមេរិកហើយថាពាក់ព័ន្ធនឹងរឿងប្រេងកាតនិងឧស្ម័នអីចឹងទៅកដោអីបានន័យថាម៉េចចែកផលលក់ប្រេងកាតអ៊ីរ៉ង់ចាប់ពីអនាគតទៅនឹង50បានអាមេរិក50បានអ៊ីរ៉ង់ឬយ៉ាងម៉េចយើងអត់ដឹងយើងចាំមើលទៅព្រោះលោកត្រាំគាត់មានរឿងខ្លះគាត់និយាយមាត់អត់កម្របពេលខ្លះគាត់លាក់ធ្វើតែមិនដឹងចឹងទៅតែយើងចាំមើលតទៅទៀតបងប្អូនតែយ៉ាងណាស្ថានភាពរៀងប្រសើរបន្តិចវិញតាក់តងនឹងតម្លៃប្រេងកាតតាក់តងអីហ្នឹងតម្លៃប្រេងសាំងហ្នឹងចុះថ្លៃអីអញ្ចឹងហើយក៏ប៉ុន្តែវានៅមានភាពរំជើបរំជួលឯបងប្អូនដឹងហើយឥឡូវនេះគឺនៅប្រទេសជាច្រើនបញ្ហាប្រេងទាំងថៃទាំងអីនៅអាស៊ីទាំងកម្ពុជាប៉ះពាល់ដូចគ្នាទាំងអស់នៅលើពិភពលោកវាប៉ះពាល់តិចច្រើនអាស្រ័យទៅលើទំហំសេដ្ឋកិច្ចនៃប្រទេសនីមួយៗនិងតកតងនឹងធនធានរបស់ខ្លួនថាតើមានប្រេងចម្រាញ់មានរោងចក្រប្រេងកាតឬមានខួងដងប្រេងអីអត់អ្នកណាដែលអត់មានប្រេងអត់មានស្អីខួងគឺយ៉ាប់ជាងគេជាពិសេសដូចកម្ពុជាអញ្ចឹងថៃយ៉ាប់ដែរតែគេមានរោងចក្រប្រេងកាតចម្រាញ់ប្រេងកាតហើយគេដឹកមកពីនៅពីអរ៉ង់ពីអីហ្នឹងតាមច្រកហ័រមូសអីហ្នឹងកប៉ាល់ប្រេងថៃអីឥឡូវគេអនុញ្ញាតឲ្យដឹកមកទៀតដោយសារតែអ៊ីរ៉ង់ស្អំចិត្តថៃដោយសារតែបាញ់ខ្ទេចកប៉ាល់ថៃមួយពីសប្តាហ៍មុនឥឡូវគឺឲ្យប្រេងចេញមកអញ្ចឹងថៃអាចនឹងមានប្រេងផ្គត់ផ្គង់អីអញ្ចឹងហើយយើងអត់អាចទៅទិញពីថៃបានទេមិនបាច់ឆ្ងល់ព្រោះយើងបិទអូស្មန်បិទហ្គាសអីពីថៃដោយសារតែយើងឆ្លោះគ្នាជាមួយថៃព្រំដែនដូច្នេះថៃក៏គេមិនលក់ឲ្យយើងដែរមិនបាច់ឆ្ងល់ទេព្រោះគេចង់ទុកឲ្យប្រជាពលរដ្ឋគេដែរកុំឲ្យមានបញ្ហាហ្វីលីពីនក៏មានបញ្ហាខ្លួនឯងដែរព្រោះថ្ងៃនេះគឺប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ដែលជាកូនរបស់មេដឹកនាំផ្ដាច់ការលោក Ferdinand Marcos នោះគឺកំពុងប្រកាសទៅប្រាប់ប្រជាពលរដ្ឋភូមិសំទោសមិនមែនភូមិទេហ្វីលីពីននិយាយហ្វីលីពីនហ្នឹងក៏គ្នាមានបញ្ហាដែរប៉ុន្តែឥឡូវហ្នឹងគឺប្រជាពលរដ្ឋគ្រោងធ្វើបាតកម្មធ្វើអីបិទផ្លូវបិទអីច្រើនពេកទៅគឺអាថ្លៃសាំងថ្លៃអីហ្នឹងវាឡើងពេកហើយអត់មានអីផ្គត់ផ្គង់ធ្វើឲ្យរដ្ឋចាប់ផ្ដើមបញ្ចេញកញ្ចប់ថវិកាដើម្បីជួយក្រុមតាក់ស៊ីឬអ្នករត់ម៉ូតូឌុបឬក៏រត់ស្អីហ្នឹងដោះស្រាយដែរគឺឲ្យម្នាក់$83ដើម្បីដោះទាល់ទៅមិនដឹងថា$83ហ្នឹងសម្រាប់រយៈពេលម្ដងឬក៏សម្រាប់ពេលមួយខែឬមួយសប្ដាហ៍អីយ៉ាងណាប៉ុន្តែវាហាក់បីដូចជាលុយចែកឲ្យអ្នករកទទួលទានរបស់រថយន្តឈ្នួលអីហ្នឹងដើម្បីយកទៅដោះទាល់មួយគ្រាដែរបាទយើងឃើញនៅហ្វីលីពីនក៏ខំប្រឹងដាក់ចឹងដែរព្រោះអីពិបាកហើយនៅកម្ពុជាវិញក៏យើងឃើញរដ្ឋាភិបាលយើងប្រឹងដែរដូចខាងកម្មកររោងចក្រអីយើងឲ្យមួយខែ$2កន្លះអីដែរវាតិចតួចស្រួយស្ដាងមែនតើក៏ប៉ុន្តែវាជាសមានចិត្តរបស់រដ្ឋាភិបាលដែលខ្វះខាតខ្លាំងប៉ុន្តែឥឡូវអាការខ្វះខាតខ្លាំងហ្នឹងធ្លាក់ដល់អស់ហ្គាសលក់មែនតើហ្នឹងនៅក្រុងបរសៃអនុថ្ងៃនេះយើងដឹងហើយបងប្អូនមើលឃើញម៉ូតូ Pass Up កង់3ហ្នឹងតម្រៀបជួរគ្នារាប់រយគ្រឿងនៅស្ទើរតែគ្រប់ការ៉ាសាំងដែលផ្សេងដែលលក់ហ្គាសលក់អីហ្នឹងឥឡូវហ្នឹងព្រោះអាម៉ូតូកង់3ហ្នឹងគាត់ប្រើហ្គាសមិនប្រើប្រេងសាំងទេដូច្នេះអញ្ចឹងតើអាហ្គាសហ្នឹងគឺចាប់ផ្ដើមដាច់ស្តុកស្ទើរតែគ្រប់កន្លែងអស់អញ្ចឹងធ្វើឲ្យពួកគាត់អាចនឹងប្រកបរបរទទួលទាននឹងបានទេព្រោះ Pass Up ហ្នឹងប្រើហ្គាសហើយមួយយ៉ាងដោយសារចាប់ពីថ្ងៃ1នេះទៅគឺក្រុមហ៊ុនសូគីមិចជាពិសេសគឺបានប្រកាសឲ្យថាឈប់ផ្គត់ផ្គង់ហ្គាសឲ្យព្រោះអស់ហ្គាសផ្គត់ផ្គង់ណាមួយវៀតណាមក៏គេរដ្ឋបិទលែងឲ្យនាំហ្គាសនាំអីចេញដើម្បីផ្គត់ផ្គង់ក្នុងស្រុកគេហើយចិនក៏រដ្ឋបិទអីអញ្ចឹងដែរហើយយើងពឹងទៅលើប្រទេសសិង្ហបុរីអីម៉ាឡេណានោះទៅវិញនៅពេលដែលព្រំបន្ទល់នឹងការដឹកក៏វាឆ្ងាយអីអញ្ចឹងទៅដូច្នេះវាអាចពិបាកនៅក្នុងរយៈពេលដ៏លំបាកនេះហើយមិនដឹងថាតើដោះស្រាយបានយ៉ាងណាព្រោះរដ្ឋាភិបាលមើលទៅដូចជាឲ្យប្រជាពលរដ្ឋនឹងដូចថាសន្សំសំចៃឥឡូវកាត់បន្ថយការប្រើប្រាស់ប្រេងឬក៏ប្រើប្រាស់អីបេសកកម្មអីរបស់មន្ត្រីរាជការស្រុកខ្មែរហ្នឹងឲ្យធ្វើការពីផ្ទះធ្វើអីខ្ញុំឃើញរដ្ឋាភិបាលប្រឹងប្រែងដែរប៉ុន្តែ
ការទប់នេះគឺដូចខ្ញុំនិយាយចឹងវាអាស្រ័យទៅលើធនធានរបស់រដ្ឋនិងការត្រៀមខ្លួនថាតើយើងត្រៀមខ្លួនយ៉ាងម៉េចបើសិនជាមានបញ្ហានេះម្នាក់សិតតែអត់បានរំពឹងទុកថានឹងមានរឿងនេះទេអញ្ចឹងបានថាបើប្រទេសគេផលិតប្រេងកាតប្រទេសគេមានប្រេងកាតស្តុកគេមានធនធានច្រើនគេអាចដកដង្ហើមបានយូរហើយយើងដង្ហើមខ្លីយ៉ាងណាគឺវាអាស្រ័យទៅលើវិបត្តិនៅអ៊ីរ៉ង់ហ្នឹងហើយសង្ឃឹមថាអ៊ីរ៉ង់ហ្នឹងវានឹងធូរពេលនេះគឺរៀងធូរបន្តិចដែរដោយសារអីបងប្អូនដឹងហើយម្សិលមិញគឺអ៊ីរ៉ង់អនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងរបស់ថៃមួយគ្រឿងឆ្លងកាត់បានហើយកប៉ាល់ដឹកប្រេងរបស់ឥណ្ឌា2គ្រឿងមួយថ្ងៃមុនហ្នឹងក៏អនុញ្ញាតឲ្យឆ្លងដោយអត់បាញ់បហាអីទៀតទេព្រោះអ៊ីរ៉ង់ចង់ផ្ញើសារទៅប្រាប់ថាគេបើកហើយថ្ងៃនេះឃើញមានសាររបស់មេដឹកនាំអ៊ីរ៉ង់ឬក៏តំណាងរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងផ្ញើទៅអាជ្ញាធរគ្រប់គ្រងប្រេងឥន្ធនៈនៅដែនសមុទ្រអីអញ្ចឹងទៅប្រាប់ថាអ៊ីរ៉ង់បើកឲ្យកប៉ាល់ដឹកប្រេងចេញចូលធម្មតាអត់បិទទេនៅច្រកហ័រមូសហ្នឹងឲ្យតែកប៉ាល់នោះមិនមែនជាកប៉ាល់អមិត្តបាទន័យថាជាកប៉ាល់មិត្តរបស់អ៊ីរ៉ង់អីអញ្ចឹងទៅតើកប៉ាល់ណាដែលជាកប៉ាល់មិត្តរបស់អ៊ីរ៉ង់ព្រោះអីអ្នកដែលដឹកប្រេងនេះភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងហើយអាមេរិកនឹងអ៊ីរ៉ង់កំពុងតែឆ្លោះគ្នាតែអ៊ីរ៉ង់អត់មានជំរឿសអីព្រោះអាមេរិកថាបើអត់បើកច្រកហ័រមូសហ្នឹងគឺកំតិចខ្ទេចខ្ទីអីអញ្ចឹងទៅដូច្នេះអ៊ីរ៉ង់រងសម្ពាធច្រើនដែរអញ្ចឹងអាការនាំប្រេងចេញនាំអីហ្នឹងវាកាន់តែបានបដាប៉ុន្តែឲ្យពេញទំហឹងហ្មងគឺវាមិនបានទេអញ្ចឹងនៅប៉ះពាល់មួយរយៈពេលយូរប៉ុណ្ណាយើងអត់ដឹងបងប្អូនបាទហ្នឹងគឺតកតងនឹងរឿងប្រេងសាំងប្រេងកាតរឿងមួយដែលគួរឲ្យរកម្មចិត្តតកតងនឹងរឿងកំពុងតែមានបញ្ហានៅប្រទេសកម្ពុជាយើងរឿងចំនួនព្រំដែនកម្ពុជាថៃហ្នឹងក៏អត់ទាន់មានដំណោះស្រាយយើងឃើញសាររបស់តាមពិតសារនេះមិនមែនទៅចេញឥឡូវទេសារនេះគឺជាសារចេញពី3ថ្ងៃហើយតែខ្ញុំអត់ទាន់បានផ្សាយដោយសារតែរវល់ពេកហើយក៏ឆ្លៀតឱកាសយកមកផ្សាយនៅពេលនេះមិនមែនបានន័យថាជាការផ្សាយដើម្បីបំបាក់ក្តីសង្ឃឹមឬក៏យ៉ាងម៉េចទេគឺគ្រាន់តែចង់ជម្រាបអំពីនយោបាយក្រៅប្រទេសគឺវាអញ្ចឹងបងប្អូនមានចាំទេយើងខំប្រឹងតស៊ូមតិការទូតការអីកម្ពុជាថ្លែងការថ្កោលទោសបដិសេធទាត់ចោលលាក់នឹងលាក់ហៅអនុព័ន្ធយោធានេះមកជួយស្ដាប់ការបកស្រាយរបស់ក្រសួងការបរទេសពីរឿងចំនួនព្រំដែនលោកកែវរេមីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលនឹងក៏សរសេរលិខិតទៅអង្គការសហប្រជាជាតិគ្រប់សេដ្ឋារចនាសម្ព័ន្ធរចនាសម្ព័ន្ធដឹកនាំហើយក៏តកតងនឹងរដ្ឋាភិបាលក្រសួងមន្ទីរអីក៏បានថ្កោលទោសឬក៏ហៅក្រុមអនុព័ន្ធយោធានឹងជួបហើយក៏ហៅក្រុមសង្កេតការអាស៊ាននឹងចុះទៅមើលទីតាំងដាក់កុងតឺន័រអីឡាក់នឹងឡាក់ហើយក៏បានប្រាប់ថានេះគឺជាជោគជ័យរបស់កម្ពុជាផ្នែកការទូតផ្នែកអីអញ្ចឹងលោកហ៊ុនម៉ាណែតនឹងក៏បានមកក្រៅប្រទេសនឹងក៏មកជួយសម្ភាសជាមួយនឹងសារព័ត៌មាន Reuters ឬក៏ Fox News Digital ឬក៏ក្រុម AFP អីអញ្ចឹងទៅដើម្បីធ្វើឲ្យព័ត៌មានយើងនឹងបានឮទៅឆាកអន្តរជាតិប្រាប់ប្រជាពលរដ្ឋថាគោលការណ៍បរទេសគេហៅយុទ្ធសាស្ត្រការបរទេសផ្សព្វផ្សាយព័ត៌មានរបស់កម្ពុជាថ្នាក់ដឹកនាំជោគជ័យរឿងផែនរឿងដំណោះស្រាយរឿងការឈ្លានពានរបស់ថៃក៏ប៉ុន្តែបើយើងមើលជាគោលដៅជាធំតកតងនឹងរូបភាពធំវិញគឺយើងបរាជ័យទេព្រោះអីយើងត្រូវដឹងថាពេលដែលយើងឆ្លោះគ្នាជាមួយថៃសហគមន៍អន្តរជាតិអត់មានអ្នកណាថ្កោលទោសថៃសូម្បីតែមួយប្រទេសចិនដែលជាសម្ព័ន្ធមិត្តក៏មិនថ្កោលទោសវៀតណាមដែលខ្លួនថាជាមិត្តម៉ឺនឆ្នាំក៏មិនឈឺក្បាលនឹងយើងមកចិនណាមិនត្រឹមតែមិនថ្កោលទោសថៃរឿងឈ្លានពានកម្ពុជាទេប្រលេះដៃខ្មែរចោលទៀតហើយទៅធ្វើសម្ពយុទ្ធយោធាជាមួយនឹងថៃទៀតតើយើងមើលតើយើងឈ្នះអីអាហ្នឹងយើងត្រូវទទួលស្គាល់ការពិតថាការទូតរបស់យើងបរាជ័យការដឹកនាំរបស់យើងបរាជ័យច្រើនណាស់នៅក្នុងការដែលធ្វើឲ្យគេអត់មើលយើងគេអត់ឈឺចាប់ឈឺឆ្អាលនឹងយើងគឺគេអត់បានប្រយោជន៍អីពីយើងអាមេរិកនេះដែលជារឿងមួយដែលសំខាន់ហៅយើងទៅចូលរួមក្នុងគណៈកម្មការក្រុមប្រឹក្សាសន្តិភាពគាត់ណាប្រថាប់ត្រាឲ្យលោកត្រាំយើងនឹងខំប្រឹងទៅខំប្រឹងលើកលោកត្រាំនឹងកពស់មេឃដើម្បីជាបិតាសន្តិភាពជាអីឲ្យបានពានរង្វាន់ Nobel សន្តិភាពឡាក់នឹងឡាក់ក្នុងពេលដែលលោកត្រាំខ្លួនឯងហ្នឹងអត់បានថ្កោលទោសថៃសូម្បីតែមួយបន្តិចយើងមានចំនួនជាមួយថៃយើងលើកតម្កើងលោកត្រាំដើម្បីឲ្យលោកត្រាំជួយយើងដែរមិនអញ្ចឹងណាប៉ុន្តែអាមេរិកហើយនិងថៃជាសម្ព័ន្ធមិត្តយោធាគ្នាយើងទៅខំអែបអបអាមេរិកវាហាក់បីដូចជាអន់ខ្លួនយើងមែនតើ
ព្រោះអីយើងអែបអបអាមេរិកសង្ឃឹមថាគេជួយយើងអាមេរិកអត់មានជួយឈឺឆ្អាលយើងសុកទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃសុកឲ្យរថពាសដែកថៃ17គ្រឿងសុកឲ្យលុយជួយយោធាថៃរាប់រយ10លានដុល្លារសុកស្រាប់តាមពេលដែលលោកអនុទិនច័ន្ទវរៈគុលឡើងជានាយករដ្ឋមន្ត្រីថ្មីឲ្យបានសរសើរទៅថៃទៀតគឺលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលអាមេរិកកាលពីប្រហែលថ្ងៃមុននេះគឺផ្ញើលិខិតជូនពរទៅលោកអនុទិនច័ន្ទវរៈគុលសរសើរលោកច័ន្ទវរៈគុលនិងប្រទេសថៃថាបានជួយស្ដារសន្តិភាពនៅក្នុងតំបន់និងស្ថិរភាពកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសហរដ្ឋអាមេរិកជួយការពារសន្តិភាពនៅពេលដែលថៃកំពុងតែបំផ្លាញសន្តិភាពកំពុងតែឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាហើយត្រូវបានសហរដ្ឋអាមេរិកទៅសរសើរថៃបែបនេះតើវាឈឺចាប់ប៉ុណ្ណាសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលយើងនាំគ្នាគិតថាអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យមួយដល់តែពេលហ្នឹងបានដឹងថាគេខ្វល់តែពីរឿងផលប្រយោជន៍របស់អាមេរិកទេគេអត់មានផលប្រយោជន៍យើងអាហ្នឹងដោយសារអីយើងធ្វើខ្លួនយើងឲ្យអត់ប្រយោជន៍សម្រាប់គេនៅពេលដែលយើងធ្វើខ្លួនយើងអត់មានប្រយោជន៍សម្រាប់គេគឺពេលដែលមានការអីទោះយើងអង្វរអោបសំជើងគេយ៉ាងណាក៏គេទាត់យើងចោលឬក៏គេធ្វើប្រងើយឲ្យគេទៅអោបកសោបថៃទៅវិញអោបកសោបថៃថាថៃជាអ្នកការពារសន្តិភាពនៅក្នុងតំបន់អញ្ចឹងបានន័យថាម៉េចបានន័យថាថៃជាមនុស្សដែលមិនមែនជាអ្នកបង្កបញ្ហាទេមិនអញ្ចឹងព្រោះបើសិនជាថៃជាអ្នកបានជួយថែរក្សាសន្តិភាពមានបទឈប់បាញ់2ដងដោយសារថៃចឹងការឈ្លានពានរបស់ថៃគឺជាអំពើមិនខុសច្បាប់ទេអញ្ចឹងរឿងនេះហាដែលជារឿងរកម្មចិត្តមែនតើបងប្អូនអញ្ចឹងបានថាអាមេរិកថ្កោលទោសថៃរឿងទម្លាក់គ្រាប់បែកពី F16 ដែលខុសច្បាប់គោលការណ៍នៃការទិញដូរលក់សពាវុធរបស់អាមេរិកទៅឲ្យថៃក៏អាមេរិកមិនឈឺក្បាលអាមេរិកមិនឈឺក្បាលមកជុំទេងុំនឹងរឿងមេដឹកនាំខ្មែរយើងបានតែស្រែកកោកចាប់តែគ្នាឯងដាក់គុកទេប៉ុន្តែបើឲ្យទៅថ្កោលទោសអាមេរិកតាមមួយម៉ាត់ឬក៏សរសេរលិខិតទៅលោកត្រាំតាមមួយម៉ាត់ជួបលោកត្រាំក៏មិននិយាយដែរអារឿង F16 ហ្នឹងគឺយើងស្ងាត់ឈឹងបោកប្រជាពលរដ្ឋឲ្យជឿលងលក់ថាយើងហ្នឹងគឺគូស្នេហាជាតិកន្លែងណានៅពេលដែលយើងដឹងថា F16 យកមកទម្លាក់សម្លាប់ទាហានខ្មែរយើងដោយសារតែ F16 ហ្នឹងឯងដែលធ្វើឲ្យទាហានខ្មែរយើងបាក់ទ័ពច្រើនកន្លែងហ្នឹងព្រោះទម្លាក់គ្រាប់ពីលើដែនអាកាសហើយយើងអត់មានអាសពាវុធឬក៏សំណាញ់មេឃអីទៅទប់គេហើយដោយសារ F16 ហ្នឹងហើយដែលធ្វើឲ្យមហិមាតម្រងពូទាហានថៃគឺគ្រប់គ្រងដែនអាកាសគ្រប់គ្រងធ្វើបាបទាហានខ្មែរយើងយ៉ាងសម្បើមនេះគឺជារឿងមួយដ៏ឈឺចាប់បំផុតដែលយើងថ្នាក់ដឹកនាំយើងត្រូវតែប្តឹងឬក៏សរសេរលិខិតទៅលោកដូណាល់ត្រាំទាំងលោកកែវរ៉េមីទាំងអីទាំងលោកហ៊ុនម៉ាណែតហ្នឹងមិនមែនទៅនិយាយសារព័ត៌មានសូម្បីតែនិយាយសារព័ត៌មានអីអន្តរជាតិក៏អត់មាននិយាយមួយម៉ាត់ពីរឿងអាមេរិកគួរណាដែលដាក់ទណ្ឌកម្មថៃពីរឿង F16 អត់និយាយសោះបងប្អូនឃើញនយោបាយគឺអ្នកនយោបាយខូចស្មោកគ្រោកអញ្ចឹងគឺតាក់ទងនឹងរឿងដើម្បីស្អំអាមេរិកយើងសុកចិត្តបោះបង់ចោលរឿងធំមួយបើសិនជាឲ្យអាមេរិកថ្កោលទោសថៃបានណាពីរឿងប្រើអា F16 ខុសច្បាប់ហ្នឹងគឺកម្ពុជាមានដងដាវយ៉ាងសំខាន់មួយគឺថាថៃឈ្លានពានអាមេរិកក៏ថ្កោលទោសថៃព្រោះអាហ្នឹងជាអំពើឈ្លានពានដល់តែពេលយើងអត់ហ៊ានប្រាប់អាមេរិកអត់ថ្កោលទោសថៃអាមេរិកមិនត្រឹមតែមិនថ្កោលទោសថៃពេលនេះចាត់ទុកថាថៃជាអ្នកដែលរក្សាសុខសន្តិភាពនៅក្នុងតំបន់ទៅទៀតអញ្ចឹងបានន័យថាម៉េចបានន័យថាខ្មែរគឺជាអ្នកខុស 100% នៅក្នុងចំនួនព្រំដែនកម្ពុជាថៃបងប្អូនឃើញអញ្ចឹងទេអាមេរិកក៏នៅតែគិតថាយើងខុសដែរព្រោះអីយើងចាំឯនៅពេលដែលមានផ្ទុះអាវុធចុងក្រោយមួយទៀតតាក់ទងនឹងជួបគ្នាជាមួយនឹងសន្ទនាគ្នាជាមួយលោកត្រាំដែលព្រមឲ្យមានអាបត្តិឈប់បាញ់លើកទី2ហ្នឹងគឺលោកហ៊ុនម៉ាណែតជួបជាមួយលោកត្រាំបានប្រាប់ថាមានហេតុការណ៍មួយដោយចៃដន្យកើតឡើងដោយផ្ទុះមីននៅតំបន់ព្រំដែនដែលធ្វើឲ្យទាហានថៃរបួសអញ្ចឹងទៅថាថៃតដៃមកយ៉ាងចាស់ដៃគឺគេបន្ទោសយើងថាយើងជាអ្នកចាប់ផ្ដើមឲ្យមានអាក្របបែកនៅតាមផ្លូវអីហ្នឹងគឺជាកំហុសរបស់យើងទៅវិញវាអញ្ចឹងហ่าបងប្អូនឲ្យមើលប្រព័ន្ធផ្កាយរណបមើលអីក៏តែមិនមានអីចឹងអញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងគឺអញ្ចឹងគេចាត់ទុកថាបញ្ហាទាំងអស់គឺថៃទេជាអ្នកថែរក្សាសន្តិភាពយើងទៅជាម៉េចយើងជាជនរងគ្រោះឥឡូវខ្លាយទៅជាអ្នកប្រព្រឹត្តទៅនេះនឹងដោយសារអី
គឺដោយសារគោលនយោបាយការបរទេសរបស់យើងជាមួយនឹងអាមេរិកជាពិសេសហើយយើងដឹងហើយថៃនិងអាមេរិកជាសម្ព័ន្ធមិត្តនឹងគ្នាដូច្នេះតើយើងនៅសង្ឃឹមថៃប៉ុណ្ណាទៀតយើងសង្ឃឹមឲ្យថៃដោះស្រាយបញ្ហាដីយើងប៉ុណ្ណាទៀតបើថៃសប្ងៃគេថាគេអត់ខុសផងគេថាយើងខុសអាមេរិកក៏អត់ព្រមថ្កោលទោសថៃឲ្យសរសើរថៃទៀតតើយើងនៅឲ្យមានការចរចាដើម្បីអោបជើងថៃប៉ុណ្ណាទៀតក្រៅពីយើងប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រំដែនអន្តរជាតិរឿងនេះគឺជារឿងសំខាន់ណាស់អញ្ចឹងកម្ពុជាអាចស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណាទៀតក៏បានដែរប៉ុន្តែទង្វើដែលធ្វើឲ្យមិនប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រំដែនអន្តរជាតិគឺកម្ពុជានឹងជាប់នៅក្នុងប្រវត្តិសាស្ត្រថាគឺយើងបោះបង់ចោលអាការទៀមទាហ្នឹងហើយកម្ពុជាថាគេមិនដែលបោះបង់ទេគឺគេនៅរក្សាសិទ្ធិឲ្យមិនទទួលស្គាល់ដែនអធិបតេយ្យរបស់កម្ពុជាដែលថៃទន្ទ្រានឈ្លានពានស្រែកទៅស្រេចដឹកខ្យល់ស្លាប់ព្រោះយើងចុះហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025ព្រមឲ្យគេនៅកន្លែងណាកន្លែងហ្នឹងហើយយើងទៅស្រែកប្រាប់ថាអាហ្នឹងយើងមិនទទួលស្គាល់យើងមិនទទួលស្គាល់កិច្ចព្រមព្រៀងដែលយើងចុះហត្ថលេខាយ៉ាងដូចម្ដេចទៅគឺទាល់តែយើងប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រំដែនអន្តរជាតិឲ្យថ្កោលទោសថៃពីអំពើឈ្លានពានអាហ្នឹងបានតែយើងអាចឆាចោលអាកិច្ចព្រមព្រៀងបាត់ឈប់បាញ់មែនតើហើយវាគ្រាន់តែជាលិខិតមួយកតិយុត្តមួយដែរនៅក្នុងការធ្វើឲ្យឈប់មានឆ្លោះគ្នាក៏ប៉ុន្តែដើម្បីឲ្យអាបាត់ឈប់បាញ់ឬក៏កិច្ចព្រមព្រៀងហ្នឹងកុំឲ្យថៃយកជាលេសបានគឺទាល់តែយើងប្តឹងទៅអង្គការធំកម្ពុជាគឺតុលាការយុតិធធអន្តរជាតិបានយើងរួចខ្លួនហើយបាទឥឡូវនេះការទូតគឺយើងអត់ឈ្នះថៃការបរទេសក៏យើងអត់ឈ្នះថៃសហគមន៍អន្តរជាតិក៏គេអត់កោតទោសថៃតើយើងមានសង្ឃឹមអីទៀតដើម្បីយើងស្អំចិត្តប្រជាពលរដ្ឋដូច្នេះអាហ្នឹងហើយបញ្ជាក់ខ្ញុំថាកម្ពុជាអត់ត្រូវការអល់ឯកនៅក្នុងការដាក់ប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រំដែនអន្តរជាតិទេចរចាឬក៏ស្វាស់វែងធ្វើទៅអត់អីទេក៏ប៉ុន្តែមិនត្រូវបោះបង់ចោលអាយន្តការអន្តរជាតិហើយអត់ត្រូវពជាពេលទេព្រោះយន្តការតុលាការយុតិធធអន្តរជាតិព្រំដែនអន្តរជាតិនេះត្រូវការពេលយូរណាស់ហើយពេលយូរនេះគឺត្រូវចាប់ផ្ដើមបើយើងអត់ចាប់ផ្ដើមឥឡូវអាពេលហ្នឹងវាកាន់តែយូរទៅភ័ស្តុតាងក៏កាន់តែបាត់រលុបទៅឆ្ងាយនយោបាយក៏កាន់តែប្រែពណ៌យូរទៅគឺធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមនៅពេលដែលប្រជាពលរដ្ឋអស់សង្ឃឹមគាត់ចាប់ផ្ដើមបញ្ចេញមតិនៃក្តីអស់សង្ឃឹមនៅលើបណ្ដាញសង្គមដល់តែពេលបញ្ចេញមតិនៅលើបណ្ដាញសង្គមគឺយើងចាប់គេដាក់គុកតើអ្នកណាអ្នកខុសឲ្យប្រកាសតើប្រជាពលរដ្ឋនិយាយអំពីកម្ពុជាបាត់ដីទៅថៃក្រោមការដឹកនាំរបស់ក្រុមគ្រួសារតកូលហ៊ុនហ្នឹងតើវាខុសអីបើសិនជាយើងអត់ប្តឹងនេះអត់ប្តឹងទាមទារគេទៅតុលាការយុតិធធអន្តរជាតិនិងព្រំដែនអន្តរជាតិបើសិនជាកម្ពុជាមិនដាក់ប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិនៅពេលនេះទេគឺស្មើនឹងការដែលឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមរឿងបានដីពីថៃវិញគ្នានឹងចង់និយាយបែបម៉េចក៏កម្ពុជាពេលនេះគឺនឹងទៅចាប់គេដាក់គុកអាម៉េចតែការពិតវានៅតែជាការពិតពេលដែលយើងសញ្ញេខ្វោកអ្នកណានៅហ្នឹងគឺបានន័យថាយើងព្រមប្រគល់កន្លែងដែនអធិបតេយ្យរបស់យើងឲ្យរដ្ឋបរទេសគ្រប់គ្រងកន្លែងណាក៏ដោយមួយនីតិណាក៏ដោយគឺគេគ្រប់គ្រងលើដែនដីយើងហើយស្មើនឹងដីនឹងស្ថិតក្នុងដែនអធិបតេយ្យរបស់គេស្មើនឹងយើងបាត់ដីទៅគេហើយដោយបណ្ដោះអាសន្នគឺយើងបាត់ដីនឹងហើយនៅពេលដែលប្រជាពលរដ្ឋនិយាយថាយើងបាត់ដីទៅគេយើងកាត់ដីទៅគេជាការពិតភាសាកាត់ដីទៅគេនឹងវាធ្ងន់ពេកហើយដែលប្រជាពលរដ្ឋខ្មែរក៏គួរតែផ្ដល់ភាពយុត្តិធម៌ឲ្យរដ្ឋាភិបាលកម្ពុជាដែរគេខឹងហ្នឹងក៏វាមិនខុសអីនៅក្នុងន័យថាទៅព្រមកាត់ដីទៅឲ្យគេអាការព្រមកាត់ដីទៅឲ្យគេគឺតតែសុកហ្នឹងស្រាប់តែកាត់ដីទៅឲ្យគេទៅទេអត់មានបញ្ហាអីសោះណាប៉ុន្តែដូចរឿងដែលកើតឡើងអញ្ចឹងដូចនៅអ៊ីរ៉ង់អញ្ចឹងទៅទេអាមេរិកទៅទម្លាក់គ្រាប់ផ្លោងទម្លាក់ឡើងរេលនៅអ៊ីរ៉ង់ខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធអស់អញ្ចឹងចង់គឺស្លាប់មេដឹកនាំអ៊ីរ៉ង់អស់អ៊ីរ៉ង់ត្រូវតែធ្វើសម្បទានអីមួយហើយព្រមឧទាហរណ៍ដោយលោកត្រាំនិយាយចឹងបរម៉ាណូដែលជាបេះដូងនៃការការពារជាតិរបស់ខ្លួនត្រូវតែបោះបង់គំនិតនឹងចោលឈប់ផលិតឈប់អីអញ្ចឹងទៅរឿងហ្នឹងរឿងធំណាប៉ុន្តែសួរថាតើអ៊ីរ៉ង់មានជំរឿសអីបើទៅបំផ្លាញគេខ្ទេចខ្ទីអស់អញ្ចឹងហើយអញ្ចឹងនៅក្នុងកលៈទេសៈហ្នឹងមិនមែនអ៊ីរ៉ង់ធ្វើសម្បទានបាត់អធិបតេយ្យរបស់ខ្លួនប៉ុន្តែអ៊ីរ៉ង់អាចវាយឈ្នះអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តផងតើធ្វើអីឲ្យខ្ទេចខ្ទីអស់អញ្ចឹងដើម្បីសុខសន្តិភាពគឺដោះដូរមួយផ្លែតហ្នឹងសិនទៅឲ្យរួចខ្លួនសិនដូចគ្នានឹងកម្ពុជាដែរចុះវាយថៃអត់ឈ្នះប៉ុណ្ណឹង
ទាហានយើងមិនទៅដល់គេផងហ្នឹងគេមាន F16 គេមានយន្តហោះបណ្ដេញមកកណោគេមានគ្រាប់បែកចង្កោមគេមានគ្រាប់បែកផ្សែងគេមានស្អីគេ drone គេយកមកទម្លាក់ឡើងពាយស្លាប់ទាហានយើងពេញព្រៃតើបើសិនជាយើងមិនដោះដូរនៅក្នុងការដែលឲ្យមានបទឈប់បាញ់នឹងសិនតើទាហានយើងប្រមាណទៀតស្លាប់តើជនភៀសសឹកប្រមាណសែនអ្នកដែលវិលទៅលំនៅឋានវិញបានវិលអត់ដូច្នេះអាហ្នឹងបើយើងនិយាយអំពីបរិបទកម្ពុជាធ្វើសម្បទានដោយសារអីដោយសារដើម្បីបានសុខដល់ប្រជាពលរដ្ឋជនភៀសសឹកនិងទាហានយើងដែរដើម្បីភាពយុត្តិធម៌រឿងនេះគឺកម្ពុជាខ្លួនឯងមិនអាចវាយឈ្នះថៃគឺត្រូវធ្វើសម្បទានហើយសម្បទាននេះគឺការព្រមព្រៀងជាមួយថៃដើម្បីឲ្យដីដែលថៃវាយបានគឺថៃគ្រប់គ្រងអានេះដែលបងប្អូនប្រជាពលរដ្ឋខ្មែរថាអាសម្បទានរបស់កម្ពុជាហ្នឹងគាត់និយាយថាដូចកាត់ដីទៅអញ្ចឹងតែវាអត់ខុសគ្នាទេបងប្អូនវាអត់ខុសគ្នាទេមកតបហើយនឹង4 1 ឡូ 12 1ផ្លូន40ហ្នឹងគឺចង់និយាយមកគូ2មកគូមួយណាក៏បាន6 10 16 7 10 17វាដូចតែគ្នាទេវាអត់មានខុសគ្នាគ្រាន់តែថាភាសាដែលនិយាយហ្នឹងធ្វើឲ្យរកម្មចិត្តដល់រដ្ឋាភិបាលថាប្រើពាក្យកាត់ដីហ្នឹងគឺវាធ្ងន់ពេកព្រោះរដ្ឋាភិបាលអត់ដែលព្រមព្រៀងកាត់ដីគេទេព្រោះអីនៅពេលដែលសញ្ញេហើយនៅកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃ27 ខែធ្នូហ្នឹងក៏បានចេញសេចក្តីថ្លែងការណ៍ជំទាស់រហូតថាសកម្មភាពដែលជីកលេនដ្ឋានដាក់អីធ្វើអីហ្នឹងគឺជាសកម្មភាពខុសច្បាប់តវ៉ាអីរហូតដូច្នេះកម្ពុជាចង់ប្រាប់បងប្អូនដែរថាខ្លួនមិនបានប្រគល់ដីហ្នឹងទៅឲ្យថៃដាច់អញ្ចឹងទេដោយការកាត់ដីឲ្យទៅទេហើយគ្មានការតវ៉ាទេកម្ពុជាចង់ប្រាប់អញ្ចឹងតែដល់ពេលបងប្អូនយើងសរសេរថាកាត់ដីឲ្យគេគាត់ខឹងប៉ុន្តែបងប្អូនម្ដងទៀតដីនៅក្នុងតំបន់គ្រប់គ្រងរបស់ថៃហ្នឹងគឺជាកម្មសិទ្ធិរបស់ថៃហើយនៅពេលនេះគឺយើងសញ្ញេឲ្យគេសញ្ញេកាត់ដីឬមិនកាត់ដីបកស្រាយយ៉ាងម៉េចស្រេចចិត្តទេប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺអ្នកណានៅហ្នឹងបានន័យថាគេគ្រប់គ្រងដីហ្នឹងហើយយើងបើកុំចាប់ប្រជាពលរដ្ឋដាក់គុកមានតែម្យ៉ាងទេគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬ ICC ទាមទារតំបន់ទាំងអស់នោះមកវិញតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះនៅពេលនោះឯងបានប្រជាពលរដ្ឋនិយាយថាកាត់ដីទៅឲ្យគេដោយមិនទាមទារមកវិញអានឹងប្រជាពលរដ្ឋចាប់ផ្ដើមនិយាយខុសហើយបានន័យថាបរិហាគេរដ្ឋាភិបាលប៉ុន្តែបើអត់ប្តឹងទេអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យចរចាតាមយន្តការទ្វេភាគីដែលអត់ដឹងថាថៃនឹងឲ្យមកយើងវិញអត់ឬក៏យ៉ាងម៉េចព្រោះអីមានជាប់កិច្ចព្រមព្រៀងនឹងហើយវាស្មើនឹងការកាត់ដីទៅឲ្យគេហើយនៅក្នុងន័យនេះមិនត្រូវមានអ្នកណាម្នាក់ដែលនិយាយពីរឿងបាត់ដីទៅប្រទេសថៃដោយការដឹកនាំនេះគឺជារឿងខុសច្បាប់ទេខ្ញុំជឿថាអយុត្តិធម៌សម្រាប់ពួកគាត់ពេកដែរហើយព្រោះយើងដឹងថាការដែលដោះដូរសន្តិភាពស្ងប់ស្ងាត់ហ្នឹងក៏វាបានមកដោយការដែលយើងបាត់ទីតាំងជាច្រើនដែលឲ្យថៃគ្រប់គ្រងឲ្យថៃធ្វើអីតាមអំពើចិត្តដែរមិនអញ្ចឹងកុំយកអាប័ណ្ណឈប់បាញ់យកមកចរចាគឺយើងមិនឈ្នះថៃទេទាល់តែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអញ្ចឹងហើយរឿងនេះបានមានស្ត្រីម្នាក់ដែលជាកម្មកររោងចក្រកាត់ដេរបងប្អូនដឹងហើយណាគឺតុលាការម្សិលមិញផ្តន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារ2 ឆ្នាំពីការដែលផ្សព្វផ្សាយព័ត៌មានតាមរឿងបាត់ដីទៅថៃណាគ្រាន់ខ្មែរយើងក៏រិះគន់នៃអញ្ចឹងប៉ុន្តែអត់ទាន់មានអ្នកណានិយាយថាគាត់សរសេរអីសារអីស្ត្រីឈ្មោះថាហ៊ុលមនីសមនណាដែលមានវ័យ36ឆ្នាំមានស្វាមីមានប្តីមានអីហើយនោះប្តីគាត់ដាក់ប្តឹងជំទាស់ធរឲ្យលោកចន្ទធានហ្នឹងដែលជាប្តីរបស់គាត់នារីរោងចក្រកាត់ដេរហ្នឹងក៏ដាក់ប្តឹងជំទាស់ឲ្យប៉ុន្តែសារព័ត៌មានថៃគេចាប់យកអាព័ត៌មានយើងហ្នឹងយកទៅផ្សាយស្រោចនៅក្នុងប្រទេសថៃគេថាកម្ពុជាចាប់ខ្មែរគ្នាឯងដាក់ពន្ធនាគារដោយសារហ៊ានរិះគន់រឿងបាត់ដីទៅថៃណែថៃគេនិយាយឌឺយើងចឹងទៀតគេថាយើងចាប់ខ្មែរគ្នាឯងដាក់គុកដោយសារហ៊ាននិយាយថាកម្ពុជាបាត់ដីខ្មែរទៅថៃតែជាអង្គហេតុហ្នឹងគឺដោយសារស្ត្រីរូបនេះបើតាមសារព័ត៌មានថៃដែលខៅសុតអីហ្នឹងគេយកមកផ្សាយហ្នឹងថាតឡាការសម្រេចឲ្យគាត់ជាប់គុកដោយសារគាត់សរសេរមតិនៅក្នុង Facebook របស់លោកសំរងស៊ីដែលនិយាយថាមេដឹកនាំរបបក្រុមគ្រួសារតកូលហ៊ុនសពថ្ងៃនេះកាត់ដីឲ្យទៅថៃហើយនឹងវៀតណាមអីចឹងទៅដែលជាការដោះដូរជាធ្នូនឹងការក្រាញអំណាចតវងតតកូលអីចឹងទៅភាសារបស់គាត់ហ្នឹងគឺមែនតើជាការបញ្ចេញមតិមួយជ្រុងមិនគួរណាទទួលបានការចាប់ដាក់ពន្ធនាគារទេបើតាមមើលទៅណា
បើសិនជារដ្ឋាភិបាលមិនកាត់ដីឲ្យថៃឬក៏អីមែនគឺយើងបកស្រាយឲ្យយើងពន្យល់ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងដីកម្ពុជានៅតំបន់ព្រំដែនទាំង40កន្លែងជាងហ្នឹងគឺបានន័យថាយើងព្រមប្រគល់ទៅឲ្យថៃគ្រប់គ្រងបដោះអាសន្នមិនបដោះអាសន្នយើងអត់មានអាចនឹងជំទាស់ថាថៃអាចកាន់កាប់យូរប៉ុណ្ណាបានទេព្រោះអីថៃគេស្លាប់ទាហានគេអស់មួយកណោដែរផលខូចខាតរបស់ប្រជាប្រដ្ឋស៊ីវិលគេដោយសារការវាយទន្ទ្រានយកដីខ្មែរហ្នឹងក៏គេថាហ្នឹងគឺគេបូជាដើម្បីបានដីហ្នឹងអញ្ចឹងគេមិនឲ្យយើងវិញទេហើយយើងព្រមឲ្យគេនៅក្នុងហត្ថលេខាហ្នឹងទៀតគឺបានន័យថាវាចប់ហើយយន្តការវត្តឈប់បាញ់នេះគឺចប់ត្រឹមហ្នឹងចប់ត្រឹមដីហ្នឹងគឺគេនៅណានៅហ្នឹងមកអាយុហើយអញ្ចឹងហើយបានថាបើសិនជារដ្ឋាភិបាលអត់ទាន់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏គ្រាន់តែនិយាយថាយើងនឹងប្តឹងយើងនឹងអីតែមិនដាក់ប្តឹងប្រជាពលរដ្ឋដែលនិយាយថារដ្ឋាភិបាលកាត់ដីឲ្យទៅថៃគឺអត់ខុសទេទាល់តែយើងដាក់ពាក្យប្តឹងទៅគេទៀមទាបានន័យថាប្រជាពលរដ្ឋនិយាយចឹងគឺបានន័យថាមិនមើលតថភាពជាក់ស្ដែងរដ្ឋាភិបាលបានដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយណាគេទៀមទាមកវិញតាឥឡូវនេះរដ្ឋាភិបាលទៀមទាតែក្នុងយន្តការចរចា JBC ឬក៏ស្អីជាមួយភាគីថៃទេយើងចរចាជាមួយចៅបែបនេះប្រជាពលរដ្ឋនៅតែគិតថាមិនបានដីមកវិញនៅតែគិតថាដីនឹងបាត់ដូច្នេះគាត់អត់ត្រូវមានទោសទេយើងជាអ្នកពន្យល់ពួកគាត់វិញទៅចាប់ប្រជាពលរដ្ឋដាក់គុកប៉ុន្មានទៀតក៏អត់បានដីខ្មែរមកវិញដែរព្រោះអង្គហេតុវានៅហ្នឹងតែបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងប្រជាពលរដ្ឋចាប់ផ្ដើមលែងហ៊ាននិយាយភាសាបែបហ្នឹងឯងគាត់នឹងអាចនិយាយថាក្រោមការដឹកនាំបែបនេះគឺធ្វើឲ្យយើងបាត់អធិបតេយ្យបាត់អីប៉ុន្តែបើទៅទាមកវិញហើយបើតុលាការយុត្តិធម៌អន្តរជាតិសម្រេចឲ្យខ្មែរឈ្នះអាចរួចខ្លួនរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃអាចថាធ្វើម៉េចយើងខ្សោយជាងគេគេវាយមកទៅហ៊ានយើងខ្សោយជាងគេលាក់នឹងលាក់អីអញ្ចឹងទៅធ្វើម៉េចគេវាយសន្ធាប់គេរំលោភច្បាប់គ្រប់បែបយ៉ាងតែយើងក៏បានទៀមទាតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិបានប្រមាណយកប៉ុណ្ណឹងទៅតាមតុលាការសម្រេចអានឹង